សួស្តីទាំងអស់គ្នាប្រសិនបើវីដេអូមួយនេះហោះមកដល់ទំព័ររបស់អ្នកសប្តាហ៍ថ្ងៃនេះប្រហែលជាមិនមែនទីចៃដន្យទេវាប្រហែលជាចំពេលដែលចិត្តរបស់អ្នកកំពុងតែនឿយហត់ខ្លាំងចំពេលដែលអ្នកមានអារម្មណ៍ថាពិភពលោកទាំងមូលតែដាក់សម្ពាធមកលើរូបអ្នកឬចំពេលដែលអ្នកចង់យំប៉ុន្តែមិនដឹងថាត្រូវយំប្រាប់អ្នកណាខ្ញុំដឹងថាអ្នកព្យាយាមរឹងមាំអស់ពីសមត្ថភាពហើយអ្នកបានលាក់បាំងភាពទូនជ្រាយនៅពីក្រោយស្នាមញញឹមដើម្បីឲ្យអ្នកដទៃមើលចិត្តអ្នកប៉ុន្តែដល់ពេលនេះបើអ្នកហត់ហើយសូមដាក់ចុះនៅរឿងរ៉ាវទាំងឡាយរួចហើយមកអង្គុយស្ដាប់ពាក្យពេចន៍ទាំងអស់នេះមួយផ្លែតសិន1ការពិតនៃភាពទូនជ្រាយមនុស្សជាច្រើនតែងតែគិតថាពាក្យថាខ្សោយផ្លូវចិត្តគឺជាបរាជ័យគេគិតថាមនុស្សដែលទូនជ្រាយគឺជាមនុស្សដែលមិនដឹងក្តីមិនចេះតស៊ូប៉ុន្តែតាមការពិតមិនមែនបែបនេះនោះទេការដែលអ្នកមានអារម្មណ៍ទូនជ្រាយឬក៏អស់កម្លាំងចិត្តនៅថ្ងៃនេះវាមិនមែនមកពីអ្នកជាមនុស្សទូនខ្សោយនោះទេប៉ុន្តែវាសបញ្ជាក់ថាអ្នកបានឈររឹងមាំប្រយុទ្ធប្រឆាំងនឹងរឿងរ៉ាវដ៏លំបាកជាច្រើនមកយូរពេកហើយចិត្តរបស់អ្នកមិនមែនធ្វើពីដែកថែបនោះទេវាក៏ចេះឈឺចាប់វាក៏ចេះហត់ហើយវាក៏ចេះត្រូវការសម្រាប់ដូចរាងកាយរបស់យើងដែរវាមិនអីទេដែលថ្ងៃនេះអ្នកមិនចាំបាច់និយាយជាមួយអ្នកណាទេវាមិនអីទេដែលថ្ងៃនេះអ្នកមិនចង់ធ្វើអ្វីទាំងអស់អនុញ្ញាតឲ្យខ្លួនឯងមានសិទ្ធិទុនជ្រាយខ្លះផងទៅពីព្រោះអ្នកគ្រាន់តែជាមនុស្សធម្មតាម្នាក់តែប៉ុណ្ណោះ2ការផ្សះផ្សានិងការលែងលះការរំពឹងទុកពេលខ្លះអ្វីដែលយើងខ្សោយផ្លូវចិត្តខ្លាំងបំផុតមិនមែនមកពីបញ្ហានោះទេប៉ុន្តែមកពីការរំពឹងទុករបស់យើងហើយពាក្យសម្ដីរបស់អ្នកដទៃនឹងបង្ខំខ្លួនយើងឲ្យល្អឥតខ្ចោះបង្ខំឲ្យយើងឲ្យដើរតាន់គេរហូតភ្លេចមើលថាជើងទាំងពីររបស់យើងកំពុងតែឈឺចាប់និងមានរបួសសូមចងចាំថាជីវិតរបស់អ្នកមិនមែនជាការរត់ប្រណាំងជាមួយអ្នកណានោះទេអ្នកមិនចាំបាច់ជោគជ័យតាមស្តង់ដាររបស់គេនោះទេដើម្បីបញ្ជាក់ថាអ្នកមានតម្លៃនោះទៅហើយដកដង្ហើមវែងហើយប្រាប់ខ្លួនឯងថាខ្ញុំបានធ្វើល្អបំផុតរួចរាល់ទៅហើយសម្រាប់ថ្ងៃនេះរឿងខ្លះបើទោះបីជាមិនដោះស្រាយមិនចេញបណ្ដោយទៅតាមដំណើរចុះមនុស្សខ្លះគេមិនយល់ពីយើងក៏មិនចាំបាច់ចំណាយកម្លាំងបញ្យល់គេទេចូលរក្សាធម៌ពលរបស់អ្នកហើយទុកសម្រាប់ស្រឡាញ់ខ្លួនឯងវិញប្រសើរជាង3ពន្លឺចុងក្រោយនៃក្តីសង្ឃឹមបើទោះបីជាពេលនេះមេឃនៅក្នុងចិត្តរបស់យើងកំពុងតែងងឹតធ្លុំមានព្យុះភ្លៀងយ៉ាងណាក៏ដោយសូមកុំតន់អាលអស់សង្ឃឹមគ្មានយប់ណាដែលងងឹតរហូតគ្មានថ្ងៃរះនោះទេហើយក៏គ្មានព្យុះណាដែលបោកផាត់រហូតដល់មិនព្រមរលត់នោះដែរអារម្មណ៍ឈឺចាប់ភាពនឿយហត់ការធុញថប់ដែលកំពុងមាននៅពេលនេះវានឹងកន្លងផុតទៅដូចគ្នាហើយវានឹងក្លាយទៅជាគ្រាដ៏ចំពោះមួយនៅក្នុងសៀវភៅរបស់អ្នកផងដែរវាមិនមែនជាទីបញ្ចប់នៃសៀវភៅទាំងមូលនោះទេអ្នកធ្លាប់ឆ្លងកាត់រឿងរ៉ាវលំបាកជាច្រើនពីមុនមកហើយលើកនេះអ្នកនឹងអាចធ្វើវាបានដូចគ្នាខ្ញុំជឿជាក់លើអ្នកសម្រាប់ថ្ងៃនេះបើហត់សូមគេងសម្រាកឲ្យបានស្កប់ស្កល់ញ៉ាំអាហារឆ្ងាញ់រកកន្លែងស្ងប់ស្ងាត់ហើយចេះថែរក្សាបេះដូងមួយនេះឲ្យបានល្អសូមអរគុណសម្រាប់ការទស្សនានិងការស្ដាប់ប្រសិនបើវីដេអូនេះបានជួយសម្រាលចិត្តរបស់អ្នកខ្លះសូមកុំភ្លេច like share និង subscribe ដើម្បីជាកម្លាំងចិត្តនិងដើម្បីចែករំលែកក្តីស្រឡាញ់ទៅកាន់អ្នកដទៃដែលកំពុងធ្វើវាផងដែរសូមឲ្យថ្ងៃរបស់អ្នកជាថ្ងៃដ៏មានស្នាមញញឹមនិងសេចក្តីសុខសូមជម្រាបលា